តើអ្នកធ្លាប់ឃើញកាំបិតហាន់លើជ្រុញទេកាំបិតនោះមុតប៉ុណ្ណាកាប់ដាច់សាច់ហាន់បន្លែខ្ទេចខ្ទីម៉ត់អស់រលីងតែជ្រុញវិញមិនដាច់វានៅតែតាន់នៅតែគាំទ្រកាំបិតគ្រប់ពេលព្រោះវាសម្រាប់កិច្ចការបែបនេះឯងជីវិតមនុស្សក៏ដូច្នោះដែរយើងឆ្លងកាត់រឿងរ៉ាវខ្លះឈឺខ្លាំងពិបាកខ្លាំងមុតចិត្តនឹងបេះដូងយើងពេលខ្លះមុតជាងកាំបិតចាក់កំឡោចបេះដូងកាប់កំទេចដួងចិត្តម្ដងរឿងខ្លះពិបាកខ្លាំងធ្ងន់ខ្លាំងរហូតដល់10ឆ្នាំនៅតែនិយាយមិនចប់ដោះមិនចេញប៉ុន្តែអ្វីដែលធ្វើឲ្យយើងរស់បានរស់បន្តគឺដូចជាសមត្ថភាពរបស់ជ្រុញនេះអញ្ចឹងអង់គ្លេសនិយាយថា resilient គឺភាពធន់ដូចជាជ្រុញមិនងាយបែកបាក់មិនចោះចាញ់នឹងនៅតែអាចទ្រាំទ្រនឹងការកាប់ការមុតនិងគ្រប់កិច្ចការទាំងអស់បើអ្នកមាន resilient មិនមែនជាការលាក់មុខលាក់ពុតថាគ្មានអ្វីកើតឡើងទេហើយវាមិនទាមទារឲ្យអ្នករឹងមាំរហូតដែរវាមានន័យថាអ្នកបានអនុញ្ញាតឬព្រមឲ្យខ្លួនឯងបាក់បានតែមិនបាក់បែកតែមិនបែកខ្ញែកអនុញ្ញាតឲ្យខ្លួនឯងយំតែនៅតែមិនចោះចាញ់អនុញ្ញាតឲ្យខ្លួនឯងរបួសឈឺចុះតែមិនឈប់ឡើយនៅតែរស់បន្តភាពធន់គឺជាសមត្ថភាពក្នុងការត្រឡប់មកវិញមិនមែនដូចមុនទេតែខ្លាំងជាងមុនចង់ខ្លាចជាជ្រុញបញ្ឈប់ការសួរខ្លួនឯងថាហេតុអ្វីជាខ្ញុំតែចាប់ផ្ដើមសួរថាតើមេរៀននេះបង្រៀនអ្វីខ្លះដល់អ្នករកមនុស្សម្នាក់ដែលអាចស្ដាប់អ្នកបានមិនមែនមនុស្សដែលវិនិច្ឆ័យអ្នកទេថែរក្សាសុខភាពផ្លូវចិត្តខ្លួនឯងព្រោះចិត្តរឹងមាំមិនអាចនៅក្នុងរាងកាយរបស់អ្នកដែលអស់កម្លាំងឡើយកុំខ្លាចមុតឬត្រូវកាប់ឲ្យខ្ទេចតែខ្លាចថាអ្នកមិនធន់គ្រប់គ្រាន់ទេដឹងអ្នកមិនមែនជាកាំបិតទេតែអ្នកនឹងធ្វើជាជ្រុញដែលធន់មួយចែករំលែកវីដេអូនេះទៅកាន់អ្នកដែលអ្នកគិតថាកំពុងតែត្រូវការកម្លាំងចិត្ត